នេះគឺអត់ធ្វើម្ហូបនៅផ្ទះទេគឺយើងមកញ៉ាំខាងក្រៅម្ដងបងប្អូនញ៉ាំបែបម្ហូបចឹងណាឃ្លានហូបជើងមាន់បងប្អូនអើយអញ្ចឹងទៅក៏ឲ្យវត្តជូនមកញ៉ាំឌឿងសាមនឹងតែម្ដងហ្នឹងទៅហើយអាហារថ្ងៃត្រង់របស់ពួកយើងចឹងណាដោយសារពេលព្រឹកអត់បានធ្វើម្ហូបអីទេអត់បានញ៉ាំអីទេចឹងចាំញ៉ាំថ្ងៃត្រង់សរុបតែម្ដងឥឡូវយើងមកដល់ហាងគេហើយនិយាយទៅមនុស្សគឺច្រើនមែនតែថ្ងៃហ្នឹងគឺយើងអត់ចាំត្រង់ជួរគឺមានកៅអីស្រាប់ចឹងងាយស្រួលដែររាល់ដងគឺឈរត្រង់ជួរចាំមានកៅអីអង្គុយចឹងណាហាងគេលក់ដាច់មកតែម្ហូបគេគឺងាយបងប្អូនមិនមែនយើងកំងឲ្យគេធ្វើភ្លាមណាគឺម្ហូបគេធ្វើឲ្យយើងឯងអញ្ចឹងយើងគ្រាន់តែរើសយកអញ្ចឹងទៅឆាប់បានញ៉ាំហើយយើងញ៉ាំតាមផ្លែតហ្នឹងហើយបងប្អូនឃើញអត់ម្ហូបគេអូអាតេសមកឲ្យយើងរើសអញ្ចឹងណាម្យ៉ាងដែរតាបងប្អូនទៅពេលអញ្ចឹងទៅយើងចង់ញ៉ាំអីយើងហៅនឹងទៅហើយខ្ញុំមុនដំបូងគឺចង់ញ៉ាំឆាប្រេងខ្យងព្រោះនឹកអត់ចង់ឃើញដើមខាត់ណាបងប្អូនហើយដើមខាត់ណាគេដាក់ទាំងមូលចឹងឯងបងប្អូនហើយឥឡូវនេះយើងកំងម្ហូបថែមទៀតអីគេដាក់មកតិចចឹងណាហើយគេអូសឲ្យយើងមើលថាយើងចង់ញ៉ាំគេយើងកំងតាមនឹងចឹងទៅគេធ្វើឆ្អិនស្រាប់ចឹងណាម្យ៉ាងមកគេដែរហើយនេះពុះគោបងប្អូនស្ងោរពុះគោគេក៏ឆ្ងាញ់ដែរហ្នឹងមុខម្ហូបដែលពួកខ្ញុំចូលចិត្តញ៉ាំនិយាយទៅច្រើនដែរណាបងប្អូនហើយពួកខ្ញុំក៏ញ៉ាំសឹងអស់ដែរហ្នឹងណាពួកអីឃ្លានម្នាក់ឃ្លានអត់បានញ៉ាំអីពេលព្រឹកអញ្ចឹងចាំសរុបញ៉ាំពេលថ្ងៃតែទៅគឺខានញ៉ាំយូរដែរ3បង្ខែបានយើងបានទៅញ៉ាំម្ដងអញ្ចឹងទៅពេលញ៉ាំទៅប្លែកមកអញ្ចឹងមានអារម្មណ៍ថាចាប់ជាតិឆ្ងាញ់ឃើញសបាយអចាប់យកតែញ៉ាំទៅរួមនឹងអស់បងប្អូនហើយតទៅពេលអញ្ចឹងទៅពេលឃើញចាប់ចុះចាប់ឡើងឃើញតិចចឹងណាកន្លែងជំនួយគិតលុយប្រហែលចានដែលពួកខ្ញុំហៅកំងណាបងប្អូនជំនួយគិតលុយឃើញអស់តម្លៃប៉ុន្មានណាគ្រាន់តែយើងឃើញតិចអញ្ចឹងណាហើយខ្ញុំក៏ថែមជាមួយនឹងបាយសមួយចានទៀតមួយចាននេះគឺញ៉ាំ2នាក់មួយចានគេនឹងច្រើនដែរញ៉ាំមិនអស់ហើយបងប្អូនទេបើហូបម្ហូបអត់មានបាយដល់ទៅនៅមកទេអញ្ចឹងក៏ហៅបាយមួយចានមកហើយចាប់ទៅក្តៅឲ្យរត់ទៅក្តៅញ៉ាំអត់ហើយបាយច្រើនណាហើយព្រោះឥឡូវគេមិនសូវញ៉ាំបាយអញ្ចឹងណាគេញ៉ាំបន្លែញ៉ាំសាច់អញ្ចឹងទៅឥឡូវយើងហៅគ្រប់មុខរបស់យើងដែលយើងចង់ញ៉ាំហើយបងប្អូនហើយនិយាយទៅបកាយញ៉ាំទៀតដល់ពីណាមិនរត់ញ៉ាំឡើងចិត្តអស់លេងហើយអាចុងក្រោយឆ្លៀតហៅទៀតខ្វាយមកទៀតទេនិយាយទៅកំពុងអ្នកញ៉ាំដែរនិយាយថាចាក់មែនទេហ្មងបងប្អូនឥឡូវនេះគឺយើងឈប់ញ៉ាំហើយបងប្អូនញ៉ាំចិត្តអស់ដែរហ្នឹងហើយនៅសល់គឺបន្លែនឹងឯងសាច់អស់លេងអញ្ចឹងបន្លែហ្នឹងអត់ចោលទេគឺយើងខ្ចប់យកទៅផ្ទះញ៉ាំតទៀតឥឡូវញ៉ាំរួចហើយបងប្អូនក៏ខ្ចប់យកទៅផ្ទះដែរស្ដាយបងប្អូនយើងទុកញ៉ាំពេលល្ងាចទៀតចឹងណាហើយឥឡូវនេះគឺមកគិតលុយហើយអស់60រៀលជាងបងប្អូន